សេចក្តីប្រកាសព័ត៌មានកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជារាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងតំបន់ស្ថិតក្នុងឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យចាប់ពីដើមខែមិថុនាដល់ថ្ងៃទី23ខែមិថុនាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃនិងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ26ដោយបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀតសកម្មភាពខាងលើនេះរំលោភបំពានលើមាត្រា5នៃអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000និងចំណុចទី1វិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីររាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃឡើយហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនិងគោរពការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានភាពលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីនិងស្ដារឡើងវិញនូវសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាបដិញ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នៅជំហរជាគោលការណ៍របស់ខ្លួនថាបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយប្រើកម្លាំងនោះឡើយថ្ងៃសៅរ៍13កើតខែបឋមសាទឆ្នាំមុំមីអដ្ឋស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី27ខែមិថុនាឆ្នាំ2026